ឲ្យបង្គំប្រណម្យកាន់ស្លាត្រួយទៀនធូបនិងយកប្រាក់សាច់ឬមាសតាមលទ្ធភាពបង់ចូលនៅក្នុងមាត់គ្របរំឲ្យណែនដោយយកមកជុលមកខ្ទាស់ក៏បានទើបចងខ្សែបាសសម្លាប់មកទាញប្រទាក់គ្នាពីលើមកក្រោមទៀតពេលចងខ្សែបាសអាចារ្យសូត្រថាសាពេពុទ្ធាបលបតាបច្ចេកានងតទៅមុខទៀតបន្ទាប់មកអ្នកម្ចាស់ផ្ទះត្រូវសំពះរកអាចារ្យយោគីនិងយោគីភ្លុករកអ្នកណាចេះដឹងការរាក់ជ្រៅទូចាស់ក្តីក្មេងក្តីតាមតែបានបន្ទាប់មករៀបគ្រឿងប្រឡងមួយចំណែកគ្រឿងបញ្ចុះកំពង់អាហារចំណីមួយចំណែកគ្រឿងប្រឡងបានទៅប្រសងគ្រឿងបញ្ចុះកំពង់បានទៅយោគីឯប្រដាប់ទាំងនោះអាស្រ័យធនធាននៃគ្រួសារមានក្រឯតង់បង្ហូតអាស្រ័យលើមូលដ្ឋានមួយក្តីពីរក្តីតាមលទ្ធភាពបន្ទាប់មកកូនចៅកោសក់ស្លៀកសកាន់ទុកនិមន្តព្រះសង្ឃ4ឬ8អង្គសូត្រធម៌អនិច្ចាមេត្តាកុសលាអវិជ្ជាបង្សកុលរួចហើយឲ្យលើកបុគ្គលដាក់ក្តាមឈូសឯអាចារ្យយកពីសមាទានសិល8ឲ្យជាប់រួចហើយអុជទានត្បូងប្រដាប់រៀបទានត្បូងមានស្រូវ1កញ្ជើប្រាក់តាមលទ្ធភាពសម្ពុត5ហាតជ័យទុំ1ស្និតកំបិតស្លា1ចង្គៀងប្រេង1ក្អមទឹក1ដាក់លើស្រូវក្នុងកញ្ជើអាចារ្យយោគីអុជប្រទីបនោះឡើងសន្មតថាជាទានត្បូងពេលអុជប្រទីបសូត្រថាអ៊ីម៉ាំងទីកបតិបាំងអយោជេមិចំពោះទានត្បូងនោះអាចារ្យជាចន្លោះខ្លាញ់ក៏បានអាចជាចន្លោះខ្លាញ់ក៏បានពីដើមអុជចន្លោះរោគមនុស្សម្នាក់មកអង្គុយចាំគៀសចន្លោះទៅប្រុសស្រីក្មេងចាស់ក៏បានអាចារ្យផ្ដាំអ្នកគៀសទាននោះឯវត្ថុទាំងនោះត្រូវបានអ្នកអង្គុយចាំគៀសនោះបន្ទាប់មកនិមន្តព្រះសង្ឃឲ្យក្រហោះសូត្រធម៌កំដរចាំបុគ្គលនោះអាចារ្យយោគីត្រូវទិផលកុសលដល់សពអ្នករក្សាសិល8ក្តីអ្នកចាំរក្សាទានត្បូងក្តីអ្នកកាន់ទង់បលឹងក្តីអ្នកសូត្រធម៌កៅដាក្តីមានន័យថាប្រមូលអានិសង្ឃនៃអ្នកខំប្រឹងប្រែងទាំងអស់ជូនទៅដល់បុគ្គលដែលស្លាប់នោះបន្ទាប់មកត្រូវរកយោគីភ្លុក4នាក់មកឲ្យអាចារ្យយោគីប្រដៅទូលមានថាអ្នកទាំងអស់អើយយើងជាអ្នកកាន់បុគ្គលចូលអ្នកតម្កល់ចិត្តឲ្យជាប់នឹងភាវនាថាពុទ្ធានុសតិកុំឲ្យដាច់ហាមក្រមាច់ក្រមើមសោចលេងព្រោះអំពីនេះមិនចម្រើនដល់អាត្មាយើងឡើយបន្ទាប់មកពិធីរំកិលសពចេញពីផ្ទះបើបុគ្គលនេះធំក្លិនហើយអ្នកនៅផ្ទះទាំងអស់ត្រូវអនុញ្ញាតឲ្យភ្លុកសុំបើកជញ្ជាំងក្បាលដំណេកឬជញ្ជាំងចុងជើងដោយសមគួរដល់ធម៌រួចមកឲ្យនិមន្តព្រះសង្ឃបង្សកុលបុគ្គលនៅលើផ្ទះម្ដងលោកព្រះសង្ឃនិមន្តចេញហើយភ្លុកយោគីអុជទានបង្វិល7ជាឧត្តរាវត្តដោយពុទ្ធានុសតិអានាបានសតិទាំង10នេះឈ្មោះថាអនុសតិកម្មដ្ឋានបង្វិល3ជុំរួចហើយបង្វិលបុគ្គលចេញចាក់ផ្ទះម្ចាស់ផ្ទះយកក្អមទឹកស្រោចលើថ្មជើងក្រានក្តៅរួចធាក់ទម្លាក់ទៅដីដើម្បីរងាប់កម្មពៀវរាផ្សេងទំនៀមនេះថាជាការកើតធម្មសង្វេគដល់អ្នកនៅរស់តទៅនេះនិយាយអំពីពិធីដង្ហែបុគ្គលរបៀបហែបុគ្គលទៅកាន់ទីបច្ឆាដើម្បីបូជាត្រូវនិមន្តព្រះសង្ឃមួយអង្គគង់ធ្វើអភិធម្មនិងមានព្រះសង្ឃអមបុគ្គលសូត្រមេត្តាអាចារ្យយោគីកាន់ទង់ព្រលឹងបន្ទាប់ពីលោកអភិធម្មដោយភាវនាថារក្ខានុបស្សនាដោយសូត្រមិនដាច់ឡើយអ្នកប្រាយលាជដើរបន្ទាប់ពីអាចារ្យយោគីដៃចាប់លាជបាយទៅមុខក្រោយឆ្វេងស្ដាំឲ្យកើតធម្មសង្វេគរូបយើងទាំងឡាយកើតមកហើយស្លាប់ចោលឆ្អឹងសស្ញាចនៅលើមហាប្រតិពីដូចលាជនេះត្រឡប់ពុំបានឡើយអ្នកប្រាយលាជភាវនាថាមរណាធម្មោមហិមេភ្លើងដោយភាវនាថាអាយ៉ាងខោមេកាយោអេវមេវ៉ាំងអនតៃតោឲ្យរំពឹងពិចារណាថារូបកាយអញអើយសឹងដូចគ្នាឆ្នេះឯងគ្មានអ្នកណានឹងកន្លងបានឡើយពេលពិចារណាដូច្នេះបានរីឯចប់បានទៅអាចារ្យយោគីសម្ពុតទង់វលឹងឲ្យយោគីកាត់ចេញបោកជ្រះស្អាតធ្វើជាទង់កន្ទុយវែងប្រកល់ឲ្យអ្នកដើរការដើម្បីយកទៅបង្ហោតថ្វាយទីណាមួយដែលមានព្រះចេតិយទៅគួរបញ្ជាក់គួរចងចាំថាបូជានឹងភ្លើងឲ្យដាក់ក្បាលទៅកើតបោះបណ្ដែតទឹកឲ្យដាក់ក្បាលទៅត្បូងក្នុងកប់ក្នុងដីឬតម្កល់ក្នុងមឈូសទុកក្តីឲ្យដាក់ក្បាលទៅលិចបើទុកទៅលើចុងឈើឬក្បាលដំបូកដាក់ក្បាលទៅជើងបើទុកក្នុងកោដ្ឋដាក់ក្បាលឡើងលើពិធីបញ្ចុះធាតុនិងរកថ្ងៃខែក្រុងបលីត្រូវរកអ្នកចេះដឹងមើលទឹកដីបញ្ចុះឲ្យច្បាស់លាស់ទោះបីបញ្ចុះនៅត្រង់ណាក៏ដោយក៏ត្រូវមើលថ្ងៃអណ្ដែតពោធិមណ្ឌលាអយ៉ាងខៃយាមេរសេណាំងចិយន្តសមុខ
ពេលដាសោតពិស្ដា6ចប់ពេលយកចង្ហាន់កន្ទងនិងផ្លែឈើមកហើយឲ្យចេករណ្ដៅកប់នៅក្រោមរៀនដែលយើងធ្វើនៅទិសអាគ្នេយ៍រួចមកសូនរូបព្រះកាលរូបព្រះបាទទសមុខផ្ទាល់ខ្នងគ្នាដាក់លើរៀនឯផ្លែឈើថ្វាយដាក់លើរៀនក្នុងតោក2ឲ្យដុតរូបនោះដោយយកពពិល1ក្រសាំង1សង្កែ1ត្រមេង1ឲ្យយក7 7កង់មួយមុខដើម្បីដុតរូបព្រះកាលនិងព្រះទសមុខនោះរួចហើយយោគីសូរងាប់ដោយឈោមមុខទៅទិសទាំង8លុះត្រាតែរលត់ភ្លើងនោះហងឯពេលគាស់បកុលឡើងឲ្យនិមន្តព្រះសង្ឃ4អង្គបែរមុខចេញគ្រប់ទិសជុំវិញបកុលឲ្យសូត្រថាចរន្តាំងទេសាងអាហាសេសុខខាងបរមង្គសុខខាងនិព្វាននិងបរមង្គតារូបកន្ធោទុក្ខោសុខខាងនិព្វាននិងរូបកន្ធោអនិច្ចាសុខខាងនិព្វាននិងរូបកន្ធោអនត្តាបរមង្គសញ្ញានិព្វាននិងសោភគវាអិតិអរហង្គ3ចប់ឬ7ចប់តាមចម្ពោះបកុលបាលីនេះយោដាសម្មាសម្ពុទ្ធាធម្មោកតានੰរតយេរៈកតានੰមនុសន្តិចាយ៉ាងបហាយៈមនុស្សតេហੰទេវកាយ៉ាងបរិបតន្តិសូត្រ3ចប់ឬ7ចប់នេះជាបាលីសូត្រដាក់ក្រណាត់សក្រាលដាក់មនុស្សណាដែលស្លាប់ដោយព្រះកាលនិងព្រះទសមុខបើបានសូត្រ7ចប់ហើយបែបន់ថែមជូនព្រះកាលនិងព្រះបាទទសមុខនោះបាបចង្រៃអ្វីទាំងអស់ឡើយបើពុំបានធ្វើដោយបង្គាប់ទេនោះកូនចៅអ្នករស់នៅមិនបានរួចកម្មពីអំពីព្រះកាលនិងព្រះទសមុខទេយាយកលាកាកនិច្ចោភេវេយយៈរិមិយ៉ាងលោកੰឆតិនេះនឹងស្រដីពីស្លាប់ដោយមរត្រយៅស្លាប់ដោយជំងឺបួស1ជំងឺហត់1ជំងឺចុះផ្ទៃ1ជំងឺអាប់ទាញង1ជំងឺក្អក1ជំងឺហឺត1ជំងឺក្អកក្អួតស្លាប់1ស្លាប់នឹងជំងឺ1ស្រាប់តែស្លាប់1ស្លាប់ទាំងអំបាលនេះសឹងបាំងសកលចំអះបានហងឯស្លាប់នឹងព្រះកាលគឺរំបល់1សម្រាលកូនមិនរួច1សម្រាលកូនហើយឈឺស្លាប់1នេះហៅថាស្លាប់ដោយព្រាយមិនអាចចងតងប្រលឹងនឹងបាំងសកលបានឡើយឲ្យយកខ្មោចទៅកប់ដោយប្រញាប់ដាក់ក្បាលទៅជើងអំពីតងប្រលឹងនៅគ្រប់ស្រុកក្នុងប្រទេសកម្ពុជាគេតែងនិយមប្រើតងក្រពើនិងតងប្រលឹងនៅពេលមានបុគ្គលស្លាប់កាលណាអ្នកជំងឺមានកម្លាំងតិចចិត្តនឹងអស់ខ្យល់អាសាសៈបាសាសៈហើយលោកអាចារ្យតែងយកសម្ពុតសប្រវែង4ហាត់បត់ជា2យកឈើឬបន្ទះឫស្សី2កំណាត់ដាក់ខ្វែងគ្នាគឺ1ជាដង1ជាឈើឆ្កាងរួចសូរក្នុងផ្នត់សម្ពុតរួចចងបង្រួមក្រសោបក្រោយសម្រាប់កាន់មានឆ្នាំងបាយថ្មី1ចងបន្តោងភ្ជាប់នឹងដងតុងនោះផងហើយអាចារ្យសរសេរបាលីនៅផ្ទះនៅផ្ទៃនោះថាអ៊ីម៉ាំងធច្ចៈបដាកាំងតាវតੰសភវនេចេតយាសអយោជេមិអ៊ីមនីនិសន្ទេអ្នកឬសរសេរថាអទាយៈវតអ៊ីម៉ាំងអាយ៉ាងតោសិតៈភវណੰអកេច្ឆន្តិអាសាមិកាំងសញ្ញੰកណ្ហាមិហើយអាចារ្យលើកតុងនោះទៅដាក់នៅលើក្បាលដំណេកបុគ្គលស្លាប់រួចផ្ដាំបុគ្គលខ្មោចនោះថាតុងប្រលឹងនេះជាសម្បត្តិដំណើរផ្លូវរបស់អ្នកហើយចូលអ្នកកាន់ឲ្យជាប់ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចោឡាមនីចេតិយចំពោះព្រោះអ្នកទៅតែម្នាក់ឯងគ្មាននរណានាំផ្លូវទេប្រវត្តិតុងប្រលឹងកាលពីអតីតកាលដ៏យូរលង់មានបរិសម្នាក់មានកូនប្រុសជាទីស្រឡាញ់បានសុំលាឪពុកទៅរៀនសិលសាស្ត្រឯនគរតកសិលាលុះរៀនចប់ហើយក៏សុំលាអាចារ្យចេញទៅរកគ្រូផ្សេងដើម្បីរៀនបន្ថែមលុះទៅបានជួបនឹងព្រះបច្ចេកពុទ្ធមួយព្រះអង្គឃើញលោកប្រព្រឹត្តល្អតាមរបៀបសមណៈមានចិត្តស្រឡាញ់ជ្រះថ្លាក៏ចូលទៅសុំរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធ
លោកក៏ឲ្យរៀនប៉ុន្តែលោកឲ្យបួសសិនមាននប់នៅបួសរួចហើយលោកបង្រៀនធម៌វិបស្សនាកម្មដ្ឋាននៅរៀនយូរទៅមាននប់នៅបានសម្រេចពោធិញ្ញាណជាព្រះបច្ចេកពុទ្ធមួយអង្គដោយព្រះបច្ចេកពុទ្ធជាគ្រូនោះដែរមិនយូរប៉ុន្មានមាននប់បច្ចេកពុទ្ធក៏ចូលបរិនិព្វានទៅទាំងវ័យក្មេងគួរឲ្យសោកស្ដាយសម្រាប់បុគ្គលជាបុថុជនឯអ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសពហើយកសាងចាត់ដីមួយបញ្ចុះអត្តធាតុព្រះបច្ចេកពុទ្ធនោះត្រង់ផ្លូវបំបែកបុគ្គលជាឪពុកបាត់កូនយូរពេកក៏ទៅរកកូនដល់ស្រុកនោះហើយក៏សួររកឯអ្នកស្រុកក៏បានប្រាប់ដំណឹងរឿងថាកូនរបស់អ្នកឯងបានសម្រេចជាព្រះបច្ចេកពុទ្ធមួយអង្គចូលនិព្វានបាត់ទៅហើយឯបុគ្គលជាឪពុកក៏យំសោកស្ដាយអាឡោះអាឡាយកូនបន្ទាប់មកឪពុកក៏ទៅដងទឹកស្រោចស្រពទ្រនាប់ខ្សាច់ចេតិយរួចយកកំរាលបង់កចងធ្វើជាទង់ដោយឧទ្ទិសថ្វាយទៅមុខចេតិយហើយថ្វាយបង្គំលាវិលត្រឡប់ទៅវិញឃើញដូច្នោះអ្នកស្រុកនៅជិតនោះក៏យកតម្រាប់តាមលុះចំណេរកាលតមកទៀតក៏គេคล้ายទៅជាទំនៀមទម្លាប់គឺពេលដែលហែខ្មោចអាចារ្យតែងតែលើកទង់ប្រលឹងដើរទៅមុខរហូតដល់ទីបច្ឆាទើបគេយកទង់នោះទៅដាក់នៅទិសឦសានជាសញ្ញាឲ្យខ្មោចនោះដឹងថាខ្លួនត្រូវចេញដំណើរទៅតាមទិសឦសានដើម្បីទៅថ្វាយបង្គំព្រះចូឡាមនីចេតិយអំពីប្រវត្តិទង់ក្រពើទី1កាលព្រះសម្មាសម្ពុទ្ធគង់ធរមាននៅឡើយមានសត្វក្រពើញីឈ្មោលមួយគូមានសេចក្តីជ្រះថ្លានឹងព្រះពុទ្ធសាសនាក៏ចូលទៅសុំព្រះពុទ្ធអង្គបួសតែព្រះអង្គពុំព្រមអនុញ្ញាតព្រោះជាសត្វដេរឆានក្រពើក្រាបទូលព្រះអង្គថាយើងខ្ញុំព្រះអង្គទាំងពីររូបនេះពុំមាននិស្ស័យសាសនាព្រះអង្គទេតែដោយយើងខ្ញុំទាំងពីរនេះស្រឡាញ់បដូរផ្ដាច់នៅសាសនាព្រះអង្គយើងខ្ញុំព្រះអង្គសូមសំណូមពរថាបើយើងខ្ញុំស្លាប់ទៅសូមឲ្យគេយកស្បែកយើងខ្ញុំតដោតធ្វើជាទង់ថ្វាយព្រះភ័ក្ត្រព្រះអង្គទុកជាសក្ការៈបូជាកំបីខានឡើយព្រះពុទ្ធអង្គទ្រង់ទទួលសំណូមពរនោះដោយព្រះមេត្តាលោកក្រពើនោះស្លាប់ទៅគេក៏យកស្បែកក្រពើទៅដោតថ្វាយតាមសំណូមពរមែនលុះព្រះសម្មាសម្ពុទ្ធទ្រង់ចូលនិព្វានទៅស្បែកក្រពើនោះក៏ពុករលួយអស់គ្មានគេនាំគ្នាយកសម្ពុទ្ធអស់គេក៏នាំគ្នាយកសម្ពុទ្ធសឬក្រណាត់មករចនាធ្វើជារាងស្បែកក្រពើដើម្បីជាតំណាងតទៅទៀតដូចយើងតែងឃើញគេដោតទង់ក្រពើនៅគ្រប់កន្លែងអាសនៈព្រះពុទ្ធរូបស្រាប់ប្រវត្តិទង់ក្រពើទី2កាលណាមានមនុស្សស្លាប់គេតែងយកទង់ក្រពើទៅចងនៅមុខផ្ទះឬទីណាមួយដែលញាតិមិត្តបងប្អូនចិត្តឆ្ងាយអាចមើលឃើញបានគេចងទង់ក្រពើមួយឬពីរមិនកំណត់ហើយទំនៀមទម្លាប់របស់ខ្មែរយើងពេលពេញទាំងប្រទេសទៅហើយនៅសម័យដើមឬសម័យនេះក៏ដោយបើគ្រួសារយើងខ្លះទៅកាន់ទំនៀមទម្លាប់កប់សាក់សពប៉ុណ្ណេះឆ្នាំទើបយកមកបូជាគេតែងចងទង់ក្រពើនៅក្បែរភ្នៅខ្មោចរហូតដល់ទង់នោះដាច់ដោយខ្លួនឯងជួនអីដល់ថ្ងៃខួបនៃសពនោះអ្នកដែលទទួលមរណភាពក៏គេចងទង់ថ្មីមួយទៀតក៏មានការនិយមចងទង់ក្រពើនេះមានប្រវត្តិដូចតទៅនេះក្នុងរាជការស្ដេចអង្គច័ន្ទទី2រាជធានីនៅឧដុង្គមានជ័យស្ដេចមានបុត្រមួយព្រះអង្គប្រកបដោយរូបល្អព្រះនាមអង្គម្ចាស់ក្សត្រីក្រពុំឈូកប៉ុន្តែកាលទ្រង់ប្រជញ្ញបាន16វស្សាក៏ត្រូវក្រពើមួយដ៏ធំឈ្មោះអាធន់ដែលคล้ายខ្លួនមកពីលោកនេនមួយអង្គឈ្មោះនេនធន់បានចាប់លេបទាំងរស់ស្ដេចបិតាទ្រង់សោកស្ដាយបានចាត់ការផ្សេងផ្សងកន្តងខៀវដេញតាមក្រពើនេនធន់អស់ពេលច្រើនថ្ងៃលុះដល់ថ្ងៃទី7ក៏ចាប់ក្រពើនោះបានខេត្តកញ្ចេះដោយមេដានៃក្សត្រីក្រពុំឈូកនេះនឹកស្រឡាញ់កូនខ្លាំងពេកក៏ឲ្យគេវះក្រពើយកបុតចេញមកភ្លាមប៉ុន្តែក្សត្រីក្រពុំឈូកបានសគត់បាត់សង្ខារទៅហើយស្ដេចបិតាបានឲ្យគេសង់វិហារមួយត្រង់កន្លែងវះក្រពើនេនធន់នោះដោយធ្វើសសរដល់ទៅ100នៅពីមុខវិហារសសរ100នោះស្ដេចឲ្យធ្វើចេតិយមួយយ៉ាងធំដើរចាប់ពីស្រីមានតី20ដើរចាប់ស្ត្រីដែលមានតីពួរ20នាក់មកសម្លាប់យកក្បាលធ្វើជាគ្រឹះចេតិយហើយឲ្យសាងរូបក្សត្រីក្រពុំឈូកឈរលើចេតិយហើយគេយកស្បែកក្រពើនេនធន់ទៅពន្លះឆ្កាងទាំងអស់
នៅក្បែរចាដីនោះឯងតាមសេចក្តីដំណើររបស់អ្នកស្រុកថាកាលពីចំនួនដើមគ្មាននរណាហ៊ានដើរកាត់មុខចាដីនេះទេបើស្ត្រីមានផ្ទៃពោះដើរកាត់មុខនឹងត្រូវស្លាប់ភ្លាមៗសេចក្តីដំណើរខាងលើនេះនាំឲ្យយើងយល់ថាតុងក្រពើនេះមានរឿងរ៉ាវឬបបហេតុពីពេលនោះមកដូច្នេះបានជាគេហៅថាតុងនេះថាតុងក្រពើព្រោះដើរ